រឿងនេះគឺនិយាយអំពីបរិសម្នាក់ដែលគាត់នឹងចូលចិត្តដើរត្រាច់ចរខ្លាំងមែនទែនប៉ុន្តែថ្ងៃមួយហ្នឹងគាត់ក៏បានជាប់គាំងនៅក្នុងជ្រលងភ្នំមួយដូច្នេះហើយចង់ដឹងថាគាត់អាចរួចផុតជីវិតពីឧបទ្ទវហេតុមួយនេះឬក៏អត់យើងចូលទៅកាន់សាច់រឿងទាំងអស់គ្នានៅដើមសាច់រឿងបានបង្ហាញឃើញពីបរិសម្នាក់កំពុងរៀបចំអីវ៉ាន់ប្រដាប់ប្រដាផ្សេងៗដែលចាំបាច់សម្រាប់ការដើរត្រាច់ចរឡើងភ្នំជាដើមហើយបរិសម្នាក់នេះផងដែរមានឈ្មោះថាអេរ៉ុនហើយគាត់គឺជាមនុស្សដែលចូលចិត្តដើរផ្សងព្រេងខ្លាំងមែនទែនក្រោយរៀបចំអីវ៉ាន់រួចគាត់ក៏បានចេញដំណើរទៅទាំងយប់តែម្ដងក្រោយពេលធ្វើដំណើរអស់រយៈពេលប្រហែលម៉ោងក្រោយមកគាត់ក៏បានមកដល់កន្លែងដែលគេជួបជុំគ្នាមកកន្លែងដែលអ្នកផ្សេងហ្នឹងក៏ដូចគាត់ដែរសុទ្ធតែជាអ្នកចូលចិត្តដើរត្រាច់ចរអញ្ចឹងណាបន្ទាប់មកគាត់ក៏បានរៀបចំដេកព្រោះថាមេឃនេះយប់ឡើយទេលុះព្រឹកឡើងដែលត្រូវជាថ្ងៃសៅរ៍ហ្នឹងគាត់ក៏បានជិះកង់ចេញទៅមានជិះកាត់កន្លែងគេបោះបង់ចោលមានជិះឡើងចុះកូនភ្នំតូចៗហើយជិះសុកសងគាត់ក៏បានដូរកង់ឈ្មោះដីតែម្ដងហើយក៏បានដកកាមេរ៉ាមកថតមកប៉ុស្តិ៍យ៉ាងបង្ងើយហើយក៏បានធ្វើដំណើរបន្តទៅមុខទៀតហើយមកដល់កន្លែងមួយគាត់ក៏បានទុកកង់ចោលហើយដើរបន្តទៅមុខព្រោះថាជិះហេតុកើតទេដោយសារត្រូវឡើងជម្រាលខ្ពស់ៗអញ្ចឹងទៅហើយដើរសុកសងគាត់ក៏បានជួបនារីពីរនាក់ដែលកំពុងតែវែងផ្លូវហើយគាត់ក៏បានចូលទៅហើយជួយមើល map ដើម្បីប្រាប់ផ្លូវអីអញ្ចឹងណាតែនិយាយគ្នាចុះឡើងទៅអេរ៉ុនក៏បានបបួលនារីទាំងពីរនាក់ដើម្បីធ្វើដំណើរទៅជាមួយគ្នាព្រោះគាត់ចង់នាំអ្នកទាំងពីរទៅស្គាល់កន្លែងមួយដែលអ្នកទាំងពីរហ្នឹងមិនដែលឃើញហើយនារីទាំងពីរនាក់នោះក៏បានយកព្រមហើយពួកគេក៏បានដើរជាមួយគ្នាបណ្ដានិយាយគ្នាលេងបណ្ដាដើរសក់សក់នារីអាខ្មៅក៏បានសួរទៅកាន់អេរ៉ុនថាបងឯងយន្តហោះបងឯងពណ៌អីអេរ៉ុនក៏បានឆ្លើយទៅវិញថាអូយន្តហោះរបស់ខ្ញុំហ្នឹងពណ៌សូកូឡាហើយក្បាលរបស់វាហ្នឹងពណ៌កាឈូកហើយបើមានឱកាសខ្ញុំចង់ឲ្យអ្នកទាំងពីរហ្នឹងបានសាកជិះយន្តហោះរបស់ខ្ញុំម្ដងដើរមកសតួពួកគេក៏បានមកដល់ចង្វាយភ្នំមួយហើយអេរ៉ុនក៏បានបបួលនារីទាំងពីរនេះឲ្យចូលមកជាមួយគាត់អញ្ចឹងណាចូលកាន់តែជ្រៅទៅពួកគេក៏បានដល់កន្លែងមួយដែលជាអៀតទៅអញ្ចឹងណាហើយភ្លាមនោះអេរ៉ុនក៏បានរអិលធ្លាក់ទៅខាងក្រោមដែលធ្វើឲ្យនារីទាំងពីរហ្នឹងភ័យខ្លាំងមែនតើយើងទៅមើលអេរ៉ុនរបស់យើងវិញគឺគាត់នោះអត់មានកើតអីទេព្រោះថាខាងក្រោមហ្នឹងមានទឹកហើយគាត់ក៏បានស្រែកប្រាប់ទៅកាន់នារីទាំងពីរនាក់នោះថាឲ្យហក់ចុះមកខាងក្រោមនេះមានទឹកតែអត់អីទេលឺអញ្ចឹងឲ្យធ្វើឲ្យនារីទាំងពីរហ្នឹងធូរទ្រូងខ្លាំងមែនតើហើយក៏បានហក់ចុះមកក្រោមតាមសម្ដីរបស់អេរ៉ុនអញ្ចឹងទៅបន្ទាប់មកពួកគេក៏បានលេងទឹកជុំគ្នាយ៉ាងសុបាយក្រោយលេងទឹករួចពួកគេក៏បានបែកផ្លូវគ្នារៀងខ្លួនហើយមុននឹងបែកគ្នាពួកគេក៏បានថតរូបមួយប៉ុស្តិ៍ទៅជាអនុស្សាវរីយ៍ផងដែរបន្ទាប់មកអេរ៉ុនក៏បានចាក់ចេញទៅដែលធ្វើឲ្យនារីទាំងពីរហ្នឹងសល់ហាយខ្លាំងមែនតើចំណែកឯអេរ៉ុនឯនេះវិញដើរដល់ចលងមួយហ្នឹងគាត់ក៏បានព្យាយាមចុះទៅក្រោមហើយដៃម្ខាងហ្នឹងបានតោងដុំថ្មដែលបានធ្វើឲ្យរបេះធ្លាក់មកទាំងមនុស្សទាំងថ្មតែម្ដងហើយធ្លាក់មកដល់ក្រោមដុំថ្មនោះក៏បានគៀបដៃគាត់ជាប់តែម្ដងដែលធ្វើឲ្យគាត់នឹងឈឺចាប់យ៉ាងខ្លាំងហើយទោះបីជាគាត់ខំទាញខំលើកដុំថ្មនោះយ៉ាងណាក៏ដោយក៏មិនអាចលើករួចដែរដោយសារដុំថ្មនោះវាធំពេកដោយសារតែអស់កម្លាំងពេកគាត់ក៏បានយកទឹកមកផឹកសុកសុងគាត់ក៏បានឈប់ដោយសារតែគាត់នឹងបានគិតថាត្រូវសន្សំចៃទឹកបើមិនអញ្ចឹងទេនៅពេលដែលអស់ទឹកទៅអាចនឹងធ្វើឲ្យគាត់ឆាប់ស្លាប់អញ្ចឹងណាបន្ទាប់មកគាត់ក៏បានស្រែកហៅឲ្យគេជួយប៉ុន្តែមានគេឮសលេងគាត់ទេក្រោយពីស្រែកអស់ចិត្តហើយគាត់ក៏បានតាំងស្មារតីឡើងវិញហើយក៏បានយកអីវ៉ាន់គ្រប់យ៉ាងចេញមកដើម្បីមើលថាតើមានអ្វីដែលគាត់អាចប្រើប្រាស់បានអញ្ចឹងណាហើយភ្លាមនោះគាត់ក៏បានឃើញកបិតម្ដងហើយគាត់ក៏បានយកកបិតនោះទៅចាំងថ្មកំពុងតែចាំងថ្មសុកសុកហ្នឹងគាត់ក៏បានជ្រុះកបិតហ្នឹងទៅក្រោមបានកំពុងតែវេទនាយ៉ាងមកជ្រុះកបិតអីណាហើយគាត់បានយកជើងរបស់គាត់ហ្នឹងទៅឈោងយកកបិតប៉ុន្តែយកវាអត់ដល់អញ្ចឹងហើយគាត់ក៏បានយកមេឈើនៅក្បែរនោះមកឆ្កឹះម្ដងរហូតអាចយកកបិតនោះមកវិញបានសម្រេចហើយក៏បានយកកបិតនោះមកចាំងថ្មបន្តទៀតប៉ុន្តែលើកនេះគាត់ក៏បានចងកបិតនោះជាប់នឹងខ្សែដែរកុំឲ្យវាជ្រុះទៅក្រោមទៀតតែសកម្មភាពចាំងថ្មរបស់គាត់ធ្វើឲ្យគាត់ចុកចាប់ដៃខ្លាំងមែនតើហើយគាត់ក៏បានក្រឡេកទៅមើលម៉ោងឃើញថាពេលនេះគឺម៉ោង 12 ឈានចូលថ្ងៃអាទិត្យបាត់ទៅហើយបន្ទាប់មកគាត់ក៏បានបោះខ្សែដើម្បីទៅប្រទាក់ថ្មខាងលើដើម្បីយកមកចងថ្មនឹងខ្លួនរបស់គាត់បើសារតែដៃរបស់គាត់គៀបជាប់អញ្ចឹងគាត់អាចដេកអង្គុយបានទេហើយនៅពេលព្រឹកឡើងពេលដែលគាត់ក្រោកមកមើលទៅមកគឺម៉ោង 12 ថ្ងៃត្រង់បាត់ទៅហើយភ្លាមនោះពន្លឺព្រះអាទិត្យក៏បានចាំងចូលមកហើយគាត់ក៏បានយកដៃជើងរបស់គាត់ទៅប៉ះនឹងពន្លឺថ្ងៃអញ្ចឹងទៅដោយសារតែជាប់ក្នុងហ្នឹងវាកម្រមានពន្លឺថ្ងៃចូលមកដល់ហើយគាត់ក៏បានស្មើសម័យឃើញកាលពីគាត់នៅក្មេងហ្នឹងគឺឪពុករបស់គាត់បាននាំគាត់ទៅមើលថ្ងៃលិចជុំគ្នាសម័យរួចគាត់ក៏បានយកកាមេរ៉ាហ្នឹងមកថតវីដេអូទុកហើយគាត់ក៏បាននិយាយថានៅពេលនេះគឺម៉ោង 3:05 នាទីថ្ងៃអាទិត្យខែមេសាថ្ងៃទី 27 ឆ្នាំ 2003 ហើយខ្ញុំបានជាប់គាំងនៅក្នុងជ្រលងភ្នំ Blue Canyon នេះអស់រយៈពេល 24 ម៉ោងទៅហើយខ្ញុំមានឈ្មោះថា Aaron ហើយឪពុកម្ដាយរបស់ខ្ញុំមានឈ្មោះថា Donna និង Larry ហើយបើមានណាគេរកឃើញវីដេអូនេះសូមយកវាទៅឲ្យឪពុកម្ដាយរបស់ខ្ញុំផងហើយពេលនេះអាហាររបស់ខ្ញុំនៅសល់តិចខ្លាំងមែនតើបើទឹកវិញនៅសល់តែ 300 ទៅ 400 មីលីលីត្រតែប៉ុណ្ណោះកំពុងតែថតវីដេអូសុកសងភ្លាមនោះក៏មានកតិចដីធ្លាក់អស់ពីខាងលើគាត់ស្មានតែមានមនុស្សដែរឆ្លងកាត់ហើយអញ្ចឹងគាត់ក៏បានស្រែកហៅគេជួយតែតាមពិតទៅគឺអត់មានមនុស្សនោះទេស្រែកអស់ចិត្តគាត់ក៏បានទាញកាមេរ៉ាមកមើលហើយក៏បានគិតក្នុងចិត្តថាមិនគួរណាជីវិតអញធ្លាក់មកដល់ចំណុចនេះសោះហើយគាត់ក៏បាននិយាយតែឯងថាអរេត្រូវចោះចាញ់ត្រូវតស៊ូដល់ជីវិតចុងក្រោយហើយសាច់រឿងក៏បានកាត់មកកាន់ពេលយប់គឺអាកាសធាតុចុះត្រជាក់ខ្លាំងមែនតើប្រហែលជា 44 Fahrenheit ដែលស្មើប្រហែលជា 5.6 អង្សាសេនឹងខ្ញុំអត់ច្បាស់ដែរអញ្ចឹងហើយគាត់ក៏បានរៀបចំអីវ៉ាន់ដើម្បីរុំព័ទ្ធខ្លួនប្រាណរបស់គាត់អញ្ចឹងណាដើម្បីកាត់បន្ថយភាពល្ងារបស់គាត់ហើយក៏បានយកនំដែលសេះសល់ហ្នឹងមកហែកញ៉ាំបន្ទាប់មកគាត់ក៏បានសម័យទៀតហើយថាខ្លួនហ្នឹងបាននឹងកំពុងស្ថិតនៅក្នុងពិធីជប់លៀងមួយបានផឹកប៊ីបានរំលេងយ៉ាងសប្បាយអញ្ចឹងណាសម័យរួចគាត់ក៏បានដោះលែនក្នុងភ្នែករបស់គាត់ហ្នឹងយកមកលាងក្នុងមាត់របស់គាត់បដ ដោយសារតែវាខ្វះខាតទឹកហើយគាត់ក៏បានសម័យទៀតហើយថាកាលពីមុនហ្នឹងគាត់ជាមនុស្សដែលមិនចេះខ្វល់ខ្វាយពីណាគេទេសូម្បីតែពុកម៉ែបងប្អូនឬមួយក៏មិត្តភក្តិទេមកគាត់មិនដែលលើកដែរហើយបើពេលនោះគាត់បានលើកទូរស័ព្ទហើយខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនតែបន្តិចម្ល៉េះពេលនេះប្រហែលជាមានអ្នកតាមស្វែងរកគាត់ហើយគិតដល់រឿងវាមុនហ្នឹងធ្វើឲ្យគាត់ស្ទើរសក់ទៅភ្នែកតែម្ដងហើយសាច់រឿងក៏បានកាត់មកកាន់ថ្ងៃច័ន្ទបន្ទាប់គ្រាន់តែភ្លឺភ្លាមគាត់ក៏បានរៀបចំចងខ្សែដើម្បីទាញអាថ្មដែលគៀបដៃគាត់ហ្នឹងឡើងទៅលើតែខំទាញយ៉ាងណាក៏ដោយក៏ថ្មហ្នឹងវាអត់កម្រើកដែរសារវាធ្ងន់ពេកដោយសារតែអស់កម្លាំងផងមួយណាឃ្លានទឹកផងគាត់ក៏បានសម័យឃើញទឹកក្រូចកោកាបានលេងទឹកលេងអីយ៉ាងសប្បាយអញ្ចឹងណាតែ
វាបានត្រឹមតែសម័យប៉ុណ្ណោះហើយគាត់ក៏បានទាញកាមេរ៉ាមកដើម្បីធ្វើការ record វីដេអូបន្តទៀតហើយក៏បាននិយាយពាក្យពេចន៍មួយចំនួនដូចជាឲ្យតែបលឹមឡើងខ្ញុំបានព្យាយាមលើកនឹងថ្មនេះចេញប៉ុន្តែវាអត់បានផលទេហើយបើទឹកផឹកវិញនៅសល់ប្រហែលជា150មីលីលីត្រតែប៉ុណ្ណោះប្រហែលជាអាចបន្តជីវិតខ្ញុំបានមួយយប់មួយថ្ងៃទៀតអោជីវិតមិនគួរណាបែបនេះសោះបន្ទាប់មកគាត់ក៏បានព្យាយាមអាដៃរបស់គាត់បដាច់ចោលចឹងណាប៉ុន្តែអាវាអត់ដាច់ដោយសារតែកបិតហ្នឹងវាអត់មុតកបិតថៅប៉ាវចឹងមែនហើយគាត់ក៏បានសម័យឃើញការគាត់នៅជាមួយឪពុកម្ដាយរបស់គាត់ហ្នឹងបានទិញកាមេរ៉ាមួយឲ្យគាត់ចឹងហើយបានជាធ្វើឲ្យគាត់ហ្នឹងចូលចិត្តថតវីដេអូមកដល់ឥឡូវក្រោយពេលសម័យរួចគាត់ក៏បានយកទឹកមកផឹកក្រោយពេលដែលផឹកហើយគាត់ក៏បានដាក់ដបទឹកហ្នឹងទៅកោមកតាអត់បានបិទក្របទេហើយគាត់ក៏បានយកដៃរបស់គាត់ទៅដោះលែនភ្នែករបស់គាត់ប៉ុន្តែមិនប្រយ័ត្នធ្វើឲ្យទឹកហ្នឹងកពពស្ទើរតែអស់ដែលធ្វើឲ្យគាត់ហ្នឹងខឹងខ្លួនឯងខ្លាំងមែនតើបន្ទាប់មកគាត់ក៏បានសម័យទៀតហើយថាគាត់ហ្នឹងបានទៅចូលរួមពិធីជប់លៀងជាមួយមនុស្សដទៃហើយក៏មាននារីពីរនាក់ដែលគាត់បានជួបថ្ងៃមុនផងដែរដែលមើលទៅគឺសប្បាយខ្លាំងមែនតើហើយគាត់ក៏បានសម័យទៅដល់មនុស្សស្រីម្នាក់ទៀតដែលគាត់ធ្លាប់ស្រឡាញ់អីចឹងតែយើងមិនដឹងថាគាត់ហ្នឹងជាណាគេទេកំពុងតែសម័យយ៉ាងមានក្តីសុខស្រាប់តែគឺគាត់បានលើសម្ដែងផ្ទះបាញ់ដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើហើយពពកខ្មៅខ្មុលខ្មាញ់ក៏បានចាប់ដើមប្រមូលផ្ដុំចំណែកទឹកភ្លៀងក៏បានចាប់ដើមស្រក់ចុះមកដែលធ្វើឲ្យអេរ៉ុននឹងសប្បាយចិត្តខ្លាំងមែនតើហើយគាត់ក៏បានយកមាត់របស់គាត់ទៅត្រង់ទឹកភ្លៀងផឹកបដាហើយត្រង់ទឹកនឹងដបរបស់គាត់បដាអ្នកណាមិនឃ្លានល្អដាច់ទឹកយូរហើយភ្លៀងកាន់តែខ្លាំងទៅទឹកហ្នឹងក៏បានចាប់ដើមហូរចុះមកកាន់ចលងភ្នំហូរចូលកាន់តែច្រើនទៅបៀងលិចក្បាលរបស់អេរ៉ុនទៅហើយមកសន្ទុះខ້ອຍមកគឺលិចក្បាលយកតែម្ដងហើយបន្ទាប់មកគាត់ក៏បានយកដៃម្ខាងរបស់គាត់ទៀតហ្នឹងទៅរុញនឹងថ្មចេញរហូតដល់បានសម្រេចព្រោះថានៅពេលដែលថ្មនៅក្នុងទឹកគឺថាវាមានទម្ងន់ណាស់ស្រាលជាងមុនប៉ុន្តែគឺមើលដៃគាត់គឺអាលេះអាលួយអស់ទៅហើយក្រោយពេលដែលដោះដៃរួចហើយទឹកក៏បានហូរនាំយកគាត់ទៅតាមបណ្ដោយខ្សែទឹកហូរនោះយ៉ាងទៅណាប់ទៅដួលខ្លាំងមែនតើហូររហូតមកដល់ខាងក្រៅមិនចាំយូរទេគាត់ក៏បានរត់សម្ដៅទៅកាន់ឡានរបស់គាត់ដើម្បីបើកទៅរកឲ្យគេជួយក្រោយបើកដល់ទីប្រជុំជនមួយគាត់ក៏បានឈប់ឡានហើយគាត់ក៏បានរត់ទៅគោះទ្វារផ្ទះរបស់នារីម្នាក់ប៉ុន្តែនារីម្នាក់នោះគឺដាច់ចិត្តខ្លាំងមែនតើបើកទ្វារមកឲ្យឃើញគ្នាមានទុកប៉ុណ្ណឹងហើយគឺអត់ជួយគ្នាទេនាងបានកវីក្បាលឲ្យបិទទ្វារចូលទៅវិញបាត់ទៅឃើញហើយគួរឲ្យហួសចិត្តខ្លាំងមែនតើតែតាមពិតទៅវាគ្រាន់តែជាការសម័យរបស់អេរ៉ុនតែប៉ុណ្ណោះមកចាញ់បោកអីណាហើយសាច់រឿងក៏បានកាត់មកកាន់ថ្ងៃអង្គារបន្ទាប់យើងឃើញថាអេរ៉ុនហ្នឹងកំពុងតែ record វីដេអូដូចរាល់ដងអញ្ចឹងហើយពេលនោះគាត់ក៏បានយកទឹកមកផឹកដែលជាដំណាក់ចុងក្រោយគឺតិចខ្លាំងមែនតើដែលវានឹងធ្វើឲ្យគាត់នឹងពិបាកក្នុងខ្លួនខ្លាំងមែនតើដោយសារតែគាត់នឹងដាច់ជាតិទឹកយូរពេកហើយពេលនោះគាត់ក៏បានយកកបិតនឹងមកចាក់ដៃខ្លួនឯងម្ដងអ្នកនរចាក់ឡើងដល់ឆ្អឹងបន្ទាប់មកគាត់ក៏បានយកឈាមដៃរបស់គាត់យកមកលិតហើយសាច់រឿងក៏បានកាត់មកកាន់ថ្ងៃពុតបន្ទាប់យើងឃើញថាអេរ៉ុននឹងកំពុងតែផឹកទឹកនោមរបស់ខ្លួនឯងដោយសារតែអត់មានទឹកផឹកដែលរសជាតិនឹងខ្លាំងគឺពិបាកលេបខ្លាំងមែនតើបន្ទាប់មកគាត់ក៏បានយកកាមេរ៉ាហ្នឹងមកបើកមើលវីដេអូចាស់ហើយគាត់ក៏បានមើលប៉ាវីដេអូដែលគាត់បានថតនៅពេលដែលគាត់បានជួបនារីពីរនាក់នោះគឺថាមើលបារាញ៉ាំបារាបន្ទាប់មកគាត់ក៏បានស្កប់វីដេអូចំកន្លែងដើមទ្រូងនៅមានអារម្មណ៍ទេបារ៉ូនេះហើយក៏បានយកដៃទៅរូតខោដើម្បី Subscribe អញ្ចឹងណាហើយសាច់រឿងក៏បានកាត់មកកាន់ព្រឹកឡើងអេរ៉ុនគឺកំពុងតែដេកស្មើសម័យទៀតហើយគឺគាត់នឹងបានសម័យឃើញនារីម្នាក់នោះទៀតហើយដែលប្រហែលត្រូវជាសង្សាររបស់គាត់ប៉ុន្តែដោយសារតែអេរ៉ុនជាមនុស្សសោះអង្គើយមិនដែលខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនសម្បីតែសង្សារដូច្នេះហើយបានជាសង្សាររបស់គាត់នឹងសំបែកពីគាត់ហើយក៏បានសម័យឃើញថាសមាជិកគ្រួសាររបស់គាត់ទាំងអស់បានមកនៅចំពោះមុខគាត់និងប្អូនស្រីរបស់គាត់ផងដែរគាត់ធ្លាប់បានសន្យាមួយប្អូនស្រីគាត់ថានឹងទៅលេងផ្សារនៅថ្ងៃមង្គលការរបស់ប្អូនស្រីគាត់តែពេលនេះប្រហែលជាមិនអាចទៅរួចទេអញ្ចឹងហើយឲ្យគាត់សុំទោសផងហើយគាត់ក៏បានសម័យឃើញក្មេងប្រុសម្នាក់ទៀតដែលគាត់កំពុងតែលេងជាមួយយ៉ាងមានក្តីសុខយើងអត់ដឹងថាក្មេងប្រុសម្នាក់នោះជាណាគេជាគាត់នៅពីតូចឬមួយក៏ជាកូនរបស់គាត់នៅអនាគតអីចឹងសម័យរួចគាត់សតតែមានកម្លាំងចិត្តឡើងវិញហើយបន្ទាប់មកគាត់ក៏បានសម្រេចចិត្តណាមួលដៃរបស់គាត់បបាក់ឆ្អឹងចោលតែម្ដងហើយក៏បានយកកបិតហ្នឹងមកកាត់អាសាច់យ៉ាងឈឺចាប់បំផុតខ្ញុំគ្រាន់តែមើលឈឺជំនួសយីមែនហើយក្រោមការអត់ធ្មត់របស់គាត់ណាបន្ទាប់មកគាត់ក៏បានកាត់ដៃរបស់គាត់ណាបានសម្រេចហើយក៏បានយករបស់របរផ្សេងៗមករុំដៃរបស់គាត់ដើម្បីកុំឲ្យហូរឈាមបន្ទាប់មកគាត់ក៏បានរៀបចំអីវ៉ាន់ដើម្បីចេញមកក្រៅណាហើយគាត់ក៏មិនភ្លេចខ្សែរបស់គាត់ផងដែរហើយពេលមកខាងក្រៅនោះក៏មិនស្រួលហ្មងដែរគឺធ្វើហក់ចុះផងដើរបុកនេះបុកនោះផងគឺពិបាកខ្លាំងមែនតើបន្ទាប់មកគាត់ក៏បានដើរចេញមកដល់ខាងក្រៅដែលធ្វើឲ្យគាត់នឹងសប្បាយចិត្តខ្លាំងមែនតើដោយកើតសាសថ្មីចឹងណាអ្នកនរគ្នាបន្ទាប់មកគាត់ក៏បានអោនទៅខាងក្រោមឃើញទឹកថ្លុកមួយនៅខាងក្រោមចឹងណាបន្ទាប់មកគាត់ក៏បានកន្លែងចុះឡើងទៅគាត់បានឃើញគេអាដៃគេដាក់សម្រាប់ឡើងភ្នំមកគឺវាបានធ្វើឲ្យគាត់នឹងសប្បាយចិត្តខ្លាំងមែនតើហើយក៏សំណាងផងដែរដែលគាត់បានយកខ្សែរបស់គាត់មកនឹងបើបានយកមកទៅគឺវេទនាខ្លាំងនេះបើមិនត្រូវដើរបកទៅយកវិញឬមួយក៏ត្រូវហក់ចុះទៅខាងក្រោមម្ដងហើយក្រោយពេលដែលចុះមកដល់ក្រោមហ្នឹងគឺឃ្លានទឹកខ្លាំងមែនតើគឺគាត់នឹងបានបដូរខ្លួនចូលទៅក្នុងទឹកថ្លុកនោះតែម្ដងបាទក្រោយផឹករួចគាត់ក៏បានដើរចេញមកខាងក្រៅដើម្បីរកឲ្យគេជួយណាហើយដើរមកទៅមកគាត់ក៏បានឃើញគ្រួសារមួយហើយគាត់ក៏បានសេកហៅឲ្យគេជួយហើយបន្ទាប់មកគ្រួសារនោះក៏បានឲ្យទឹកទៅកាន់អេរ៉ុនផឹកចឹងណាហើយបរិះដែលជាប្តីនោះក៏បានប្រាប់ប្រពន្ធកូនរបស់ខ្លួនឲ្យរត់ទៅមុនទៅដើម្បីទៅរកជំនួយបន្ថែមមកទៀតក្រោយពេលចាំមកសន្ទុះក្រោយមកពេលនោះក្រុមសង្គ្រោះក៏បានមកដល់ហើយក៏បាននាំយកអេរ៉ុនហ្នឹងទៅកាន់មន្ទីរពេទ្យបាត់ទៅបាទដូច្នេះហើយសាច់រឿងរបស់យើងក៏ឈានដល់ទីបញ្ចប់ហើយរឿងនេះផងដែរគឺជារឿងពិតអ្នកនរគ្នាគឺវាធ្លាប់កើតឡើងពិតមែនណាហើយនេះគឺជារូបពិតរបស់អេរ៉ុនជាមួយនឹងប្រពន្ធរបស់គាត់ហើយគាត់ក៏មានកូនប្រុសម្នាក់ផងដែរប៉ុន្តែអេរ៉ុននៅតែបន្តអាជីពឡើងភ្នំអញ្ចឹងគាត់អត់បោះបង់ទេប្រហែលជាគាត់ស្រឡាញ់ខ្លាំងអញ្ចឹងណាប៉ុន្តែឥឡូវពេលដែលគាត់ចាក់ចេញទៅណាគាត់តែងតែប្រាប់គ្រួសាររបស់គាត់អញ្ចឹងទៅកុំឲ្យថាបាត់គាត់អត់ដឹងអីចឹងណាបាទជាចុងក្រោយសូមអរគុណសូមជម្រាបលាបាទ